ស្អីអ្នកគ្នាមានដឹងថា Messenger ឡូវគេវាបើកឲ្យ update ទេអត់អ្នកគ្នាគឺវាមានមុខ update ទៅមានមុខងារជាច្រើនដែលផ្ដល់ជាសារៈប្រយោជន៍ដល់យើងអ្នកគ្នាអញ្ចឹងនៅពេលដែលអ្នកគ្នាចូល Messenger កន្លែងនេះអ្នកគ្នាចូល Messenger មកអ្នកគ្នានឹងឃើញកន្លែងនេះគេដាក់ថាអក្សរ Messenger ពណ៌ខៀវធំអ្នកគ្នាពីមុនអត់មានយ៉ាងទេអ្នកគ្នាអត់មានអញ្ចឹងទេហើយអញ្ចឹងក្នុង Messenger នោះអ្នកគ្នាមានដែរបានដឹងថាធ្លាប់មានមុខងារ QR code អត់អ្នកគ្នាឥឡូវហ្នឹងគឺក្រោយពេល update ទៅគឺមានមុខងារនឹងមួយទៀតអ្នកគ្នាគឺនៅពេលដែលយើង share QR code ទៅកាន់អ្នកណាម្នាក់ដែលជា friend របស់យើងតាមរយៈ Telegram ឬតាមរយៈ TikTok អីក៏ដោយគេអាច scan QR code ហ្នឹងដើម្បី add friend មកយើងតែម្ដងគឺមិនចាំបាច់គួយវាយឈ្មោះ search រកទៅអ្នកនរគ្នាអូខេអញ្ចឹងដើម្បីយក QR code បានអ្នកនរគ្នាចូលទៅធ្វើជាមួយខ្ញុំតើចុចតាណាខ្លះអូខេហើយសម្រាប់អ្នកថ្មីដែលបានចូលមើលវីដេអូនេះហើយកុំភ្លេចជួយចុច subscribe ចុច share ទាំងអស់គ្នាអូខេឥឡូវយើងចូលមកកន្លែងសញ្ញា3 tray ខាងក្រោមមកកន្លែង menu ហ្នឹងហើយអ្នកនរគ្នាក្លេកទៅមើលខាងលើគឺមាន QR code នៅខាងលើតែម្ដងអ្នកនរគ្នានេះឃើញអត់អ្នកនរគ្នាគ្រាន់ចុចលើ QR code ហ្នឹងមកវាលោត QR code នេះឲ្យយើងតែម្ដងអ្នកនរគ្នាអាច screenshot ឬអ្នកនរគ្នាអាចចុច share QR code ហ្នឹងទៅកាន់អ្នកណាម្នាក់តាមរយៈ Telegram ឬក៏ TikTok អីទៅអ្វីដែលអ្នកនរគ្នាចង់ share ទៅឲ្យគេគឺតាម WhatsApp អីចឹងទៅអ្វីដែលអ្នកនរគ្នាប្រើបណ្ដាញសង្គមដូចជាតាមរយៈស្អី Instagram Twitter ចឹងទៅអញ្ចឹងខ្ញុំ share តាម TikTok Telegram ខ្ញុំផ្ញើទៅកាន់នេះអូខេគ្រួសារខ្ញុំអូខេអញ្ចឹងនៅពេលដែលគេចុចលើ link នឹងពុបនេះអ្នកគ្នាចុចលើ link ពុបទៅវានឹងលោតមកឆាតរបស់យើងតែម្ដងនេះអ្នកគ្នាអញ្ចឹងគេអាចធ្វើការឆាតមកយើងតាមរយៈ QR code ហ្នឹងអូខេអ្នកនរគ្នាវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍ដល់អ្នកនរគ្នាហើយអ្នកនរគ្នានឹងទទួលបានមុខងារ Messenger ថ្មីដែលគេ update គឺមានមុខងារជាច្រើននៅក្នុងហ្នឹងដែលយើងអាចចូលទៅមើលនៅក្នុង setting គឺមានច្រើនមែនតើនៅលើគេ time data storage អូខេមានទៀតក្នុង safety privacy នេះក៏មានមុខងារជាច្រើនដែលគេបើកអូខេអញ្ចឹងយើងចូលទៅ update ប្រើទាំងអស់គ្នាអ្នកនរគ្នាអរគុណអ្នកនរគ្នាហើយកុំភ្លេចចុច subscribe ចុច share ជួបខ្ញុំនៅវីដេអូក្រោយបាយបាយ